exclusive របស់ទីភ្នាក់ងារសារព័ត៌មាន Reuters មានតាំងពីវីដេអូមានតាំងពីអត្ថបទក៏ប៉ុន្តែខ្ញុំឃើញមានការចុះផ្សាយមួយចំនួនដែលដកស្រង់តែផ្ដោតទៅលើតែចំណងជើងដោយប្រហែលជាខ្លឹមសារនៅខាងក្នុងអាចនឹងបកប្រែខុសខ្ញុំក៏សម្រេចចិត្តយកមកចែកចម្លែកប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងឲ្យបានច្បាស់ដើម្បីយល់ឲ្យបានច្បាស់អំពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ខ្ញុំមិនបកប្រែទាំងសងទេគឺខ្ញុំដកជា paragraph ដើម្បីបង្ហាញឲ្យដឹងថានៅក្នុងអត្ថបទនេះគឺមានចំណុចសំខាន់កន្លែងណាខ្លះដែលប្រិយមិត្តគួរយល់ដឹងគឺបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាយោធាថៃបានផ្ដល់ឲ្យ Reuters នៅសិទ្ធិចូលទៅមើលវីដេអូនិងរូបថតដែលថៃបាននិយាយថាជាប្រតិបត្តិការដោះមីនប្រភេទ PMN2 ជាបន្តបន្ទាប់ដែលធ្វើឡើងដោយកងទ័ពរបស់ថៃនៅទីតាំងដែលមានការផ្ទុះកាលពីថ្ងៃទី16ខែកក្កដាក៏ដូចជាការផ្ទុះមីននៅតំបន់មួយផ្សេងទៀតនៅថ្ងៃទី23ខែកក្កដាបាទបានន័យថា Reuters គាត់អាចចូលទៅមើលដោយថៃអនុញ្ញាតឲ្យគាត់មើលបាទថៃប្រើទីភ្នាក់ងារសារព័ត៌មាន Reuters ដើម្បីផលប្រយោជន៍របស់គាត់ក្នុងអំឡុងពេលទស្សនកិច្ចនៅខែសីហាទៅកាន់អង្គភាពជួរមុខរបស់ប្រទេសថៃកាលពីថៃរៀបចំដំណើរទស្សនកិច្ចទៅមើលកន្លែងដោះមីនឲ្យអ្នកសារព័ត៌មានទៅមានទាំងទូតមានអីទាំងផងនោះកាលនោះគឺទីភ្នាក់ងារសារព័ត៌មានបានថតរូបក្របបាទហើយបាននិយាយថាគឺបានឃើញឧបទ្ទវហេតុនេះគឺក៏ដូចជារូបភាពនៃក្របមិនទាន់ផ្ទុះបាទរាប់សិបបាទគឺគេដាក់បង្ហាញឲ្យគាត់ឃើញដែលប្រទេសថៃបាននិយាយថាត្រូវបានគេយកមកពីតាមតំបន់ព្រំដែនបាទហើយ Reuters បានពិនិត្យទិន្នន័យ Meta នៅលើរូបភាពចំនួន7ដែលបានផ្ដល់ជូនមកឲ្យ Reuters ដោយទាហានរបស់ថៃដែលទាហានថៃអះអាងថាពួកគេបានថតក្នុងពេលដំណើរគ្នាជាមួយនឹងប្រតិបត្តិការដោះមីនរបស់ថៃដែលបានធ្វើឡើងនៅតាមបណ្ដោយព្រំដែនរវាងថ្ងៃទី18ដល់ថ្ងៃទី23ខែកក្កដាដែលរាយការណ៍ក្នុងឯកសារយោធាដែលក្នុងឯកសារនោះมันបានបញ្ជាក់កាលបរិច្ឆេទចំនួន2អំពីក្របនៅតាមព្រំដែនដែលទីភ្នាក់ងារសារព័ត៌មានបានឃើញទិន្នន័យ Meta ទិន្នន័យដើមគឺมันបានបង្ហាញទីតាំងហើយ Reuters ក៏มันអាចបញ្ជាក់ដោយឯករាជ្យពីកន្លែងដែលរូបភាពនៅពេលណារូបភាពនោះត្រូវបានថតនៅឡើយទេកន្លែងនេះដែលខ្ញុំចង់ឲ្យប្រិមិត្តយល់ពីព្រោះអ្នកខ្លះអត់យល់ពីចំណុចហ្នឹងទេបកប្រែតាមអង់គ្លេសដូចខ្ញុំបកប្រែមិញហ្នឹងគឺអុយសុយហើយបាទគឺយល់ច្រឡំច្រើនណាស់នៅក្នុងរូបភាពជាពិសេសអ្នកប្រើ iPhone យល់ហើយកាលពីមុនមានតែរូបភាពកាមេរ៉ាឬក៏អ្នកដែលជាគ្រូបង្រៀនជាអីអ្នកដែលកសែតអីទេដែលគេមាន software ដែលមើល Meta data ហ្នឹងបាទ Meta data ហ្នឹងគឺដូចរូបភាពនៅក្នុង iPhone យើងចឹង iPhone យើងចុចមើល location គាត់ទៅចុចរូបភាពហ្នឹងយើងដឹង location ថតនៅកន្លែងណាថតនៅម៉ោងណា coordination អីមានទាំងអស់អាហ្នឹងគេ Meta data ក៏ប៉ុន្តែបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters រូបភាពដែលថៃផ្ដល់ឲ្យទៅ Reuters ចំនួន7រូបនេះគឺលុប Meta data ហ្នឹងចោលអត់បញ្ជាក់ថាថតនៅពេលណាអត់បញ្ជាក់ថាថតនៅទីតាំងណាទេ Reuters យកទៅផ្ទៀងផ្ទាត់អត់ចេញទេបើសិនជាថៃគាត់ថតនៅកន្លែងដែលកើតហេតុឃើញនឹងមែន location ដែលគាត់ដាក់នៅក្នុងរូបភាពម៉ោងដែលគាត់ថតហ្នឹងជារឿងសំខាន់ណាស់ជាផុសតាងដែលគាត់អាចបញ្ជាក់ថាគាត់ថតនៅទីនោះឬក៏គាត់បើគាត់ចង់លេងល្បិចណាគាត់យកមីនទៅដាក់កន្លែងហ្នឹងហើយគាត់ថតឡើងវិញទៅពេលហ្នឹងហេតុអីបានជាទាហានថៃលុប Meta data នៅចោលកន្លែងហ្នឹងអញ្ចឹងហើយ Reuters ដាក់សំណួរមកកន្លែងហ្នឹងហើយដែលខ្ញុំយកមកបញ្យល់ឲ្យប្រិយមិត្តទាំងអស់គ្នាយល់ខ្ញុំធ្លាប់បាននិយាយពីរឿងសហការីខ្ញុំម្នាក់ដែលទៅថតរូបអាសាញមិនឲ្យទៅថតរូបនៅចាំបានទេប្រហែលជាប៊ុនហៀងឬក៏លោកផាណាយធ្លាប់ចូលតាំងពីយូរយល់តាន់ចំនួនរឿងដែលខ្ញុំធ្លាប់បាននិយាយដែលគ្រូបរិញ្ញាម្នាក់សុកចិត្តដេញសិស្សម្នាក់ចោលពីថ្នាក់ដោយសារតែយករូបភាពមកបន្លំយករូបភាពតាំងពី5ឆ្នាំមុនមកឲ្យគ្រូគាត់ដាក់ចូលក្នុង Meta data software ហ្នឹងគាត់មើលទៅរូបនឹងថតតាំងពី5ឆ្នាំមុនមិនមែនថតកាលពីចុងសប្តាហ៍កន្លងមកដែលគ្រូឲ្យធ្វើអាសាញមិនទេនឹងហើយសំខាន់ណាស់ចឹងហេតុអ្វីបានជាទាហានថៃលុបអា Meta data នឹងចេញដែលយកទៅគាត់ស្មានតែ Reuters អត់ចេះផ្ទៀងទៅគេឃើញថាលុបចោលអត់មាន Meta data តែថតនៅទីណានៅកន្លែងណាអត់មានទាំងអស់ដែលនៅស្រុកខ្មែរគេហៅលេងថាគេយកពាក្យថា location លុបចោលទាំងអស់បាទហេតុអីបានជាថៃធ្វើអញ្ចឹងនឹងហើយដែលខ្ញុំគោលបំណងដែលខ្ញុំយករឿង Reuters មកបង្ហាញពីចំណុចហ្នឹងបាទគឺលុបបាទដូចចឹង Reuters ក៏ថា Reuters មិនអាចបញ្ជាក់ដោយឯករាជ្យពីកន្លែងដែលថតរូបភាពបានទេបាទចំណុចមួយទៀតអ្នកជំនាញការមានឯករាជ្យចំនួន4នាក់
ដែល Reuters ស្នើឲ្យពិនិត្យនឹងវិតម្លៃរូបថតនោះគឺគាត់ថានោះគឺជាក្របបែក PMN2 ដែលត្រូវបានទើបតែដាក់ថ្មីនេះទេណាមិនមែនដាក់ទេក៏ប៉ុន្តែអ្នកវិភាគនោះគាត់និយាយថាគាត់មិនអាចកំណត់បានថាអ្នកណាជាអ្នកដាក់ទេដាក់ថ្មីក៏ប៉ុន្តែមិនអាចកំណត់ថាអ្នកណាជាអ្នកដាក់នោះទេចឹងចាំឲ្យច្បាស់ណាពីព្រោះ headline សរសេររបស់ Reuters បាក់ដាក់មើល headline ប្រិយមិត្តមើល headline គឺដាក់ថា landmines that sparked Thai Cambodia clash were likely newly laid experts say អ្នកខ្លះផ្ដោតទៅលើចំណុចហ្នឹងយកមកបកស្រាយខុសរឿងបាទប៉ុន្តែអានឲ្យច្បាស់គឺគេថាអាចដាក់ថ្មីក៏ប៉ុន្តែគេមិនទាញសន្និដ្ឋានបានថាអ្នកណាជាអ្នកដាក់នោះទេបាទទៅមានតែកតុយនឹងអត់គេផងបើមិនចឹងទេយើងកុហកប្រិយមិត្តរបស់យើងបាទអញ្ចឹងគឺគេ9នាក់អ្នកជំនាញការមានឯករាជ្យ4នាក់ផ្ទៀងផ្ទាត់គឺគាត់ថានៅមាននឹងមាន PMN ហើយប៉ុន្តែអត់ដឹងថាអ្នកណាដាក់ទេបាទហើយបើសិនជាមាននឹងមើលតាមលក្ខណៈបច្ចេកទេសទើបដាក់ថ្មីទេបាទអញ្ចឹងដូច្នេះអ្នកណាជាអ្នកដាក់គឺអត់ដឹងដែរដោយឡែកអាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជានិងជំនួយជនរងគ្រោះហៅកាត់ថា CMAA ដែលជាទីភ្នាក់ងាររដ្ឋាភិបាលត្រួតពិនិត្យសកម្មភាពមីនបានប្រាប់ Reuters ថាការសម្រេចលើឧបទ្ទវហេតុនេះអាចទៅធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរបស់ភាគីទី3ដោយមិនលំអៀងយោធាកម្ពុជាមិនមានគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងស្តុករបស់ខ្លួនទេ CMAA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈថាមីនដែលបានផ្ទុះកាលពីថ្ងៃទី16ខែកក្កដាមិនមែនជាមីន PMN2 ទេផ្ទុយទៅវិញបង្ហាញថាអាចជាមីនផលិតនៅអាមេរិកនៅចិនឬនៅវៀតណាម PMN2 នេះគឺជាមីនផលិតនៅរុស្ស៊ីនៅពេលដែលអ្នកសារព័ត៌មានសួរលោកលីធុចថាតើហេតុអ្វីបានជាលោកអាចសម្រេចសន្និដ្ឋានបានថាមីននេះមិនមែនជាមីន PMN2 នោះគឺជាមីនរបស់នៅចិនឬក៏នៅអាមេរិកឬក៏វៀតណាមអីនោះគឺផ្អែកទៅលើអ្វីទៅបានជាអាចជាសន្និដ្ឋានអញ្ចឹងពីព្រោះលោកមិនបានទៅមើលជនរងគ្រោះឲ្យដោយផ្ទាល់លោកលីធុចបានឆ្លើយថាគឺផ្អែកទៅលើព័ត៌មានទូទៅព័ត៌មានសាធារណៈដែលមានគឺនឹងរបៀបដែលរងរបួសហ្នឹងគឺវាជាសកម្មភាពជាស្នាដៃរបស់មីនដែលមិនមែនជាមីន PMN2 នោះទេបាទនេះគឺជាអ្វីដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍អញ្ចឹងហើយខ្ញុំយកមកចែករំលែកប្រិយមិត្តទាំងអស់គ្នានេះដោយមិនឈរទៅលើខាងណាកាន់ខាងណាទេដោយខ្លាយក្រៃនោះមានការបកស្រាយអង់គ្លេសដូចជាមិនច្បាស់ផងអត់ដឹងអាពាក្យបច្ចេកទេសផងបកមកកណាត់ឬក៏ផ្អែកទៅលើនិន្នាការរបស់យើងចង់ទៅកន្លែងណាទៅបកស្រាយទៅរឿងផ្សេងណាចឹងរឿងពិតគឺដូចតែខ្ញុំបាននិយាយជម្រាបជូនមកអំបញ្ញមិញដូច្នេះដោយមិនជាសរុបមកវិញក្នុងរបាយការណ៍របស់ Reuters សេចក្តីរាយការណ៍របស់ Reuters ហ្នឹងពាក្យបច្ចេកទេសក្នុងការសរសេររបាយការណ៍ស៊ើបអង្កេតគេប្រាប់វាថា inconclusive បាទគឺមិនន័យថាមិនអាចសន្និដ្ឋានបានច្បាស់លាស់នោះទេបាទខ្លឹមសារប៉ុណ្្នឹងឯងបាទ